President Xi Jinping to pay a state visit to Cambodia at the invitation of His Majesty ព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនី King of Cambodia, His Excellency Xi Jinping, President of People's Republic of China, will pay a state visit to the Kingdom of Cambodia from the 17th to the 18th April 2025. During the visit, President Xi Jinping is scheduled to have separate royal audiences with His Majesty the King and Her Majesty Norodom Moninit Sihanouk, the Queen Mother, at the Royal Palace. He will meet with Samdech Akeh Mohasenapadacho Hun Sen, President of the Senate of the Kingdom of Cambodia, and also meet Samdech Moha Bawor Tapadai Hun Manet, Prime Minister of the Kingdom of Cambodia, to discuss on strengthening bilateral ties and exchange views on regional and international issues of common interest. This is a milestone visit which will further cement the traditional relations of friendship built by successive leaders of both countries. It will add great significance to the ironclad friendship and comprehensive strategic partnership between the two nations. Many documents are expected to be signed during the visit to promote cooperation in various sectors. នេះគឺជាលិខិតផ្លូវការចេញពីខាងក្រសួងការបរទេសពាក់ព័ន្ធជាមួយនឹងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Xi Jinping ដែលមកកាន់ប្រទេសកម្ពុជាចឹងនៅក្នុងអត្ថបទនេះលោកអ្នកអាចសិក្សាស្វែងយល់អំពីពាក្យគន្លឹះមួយចំនួនដែលធ្វើឲ្យយើងអាចយល់ដឹងអំពីពាក្យផ្លូវការក៏ដូចជាឃ្លាឃ្លាដែលយើងអាចប្រើបាននៅពេលណាដែលយើងសរសេរជាលក្ខណៈសមុទ្រផ្លូវការទៅនៅក្នុងសេចក្តីប្រកាសព័ត៌មាននេះណា press release នេះសេចក្តីប្រកាសព័ត៌មាននេះលោកអ្នកអាចមើលនៅក្នុង page របស់ក្រសួងមានការចេញផ្សាយជាផ្លូវការអញ្ចឹងគេមានបកប្រែជាផ្លូវការលោកអ្នកអាចទៅមើលការបកប្រែផ្លូវការទៅប្រៀបធៀបជាមួយនឹងអង់គ្លេសទៅលោកអ្នកអាចរៀនបានពាក្យថ្មីច្រើនទៀតអញ្ចឹងរបៀបនៃការសរសេរសម្បត្តិផ្លូវការគឺវាមានលក្ខណៈស្មុគស្មាញបន្តិចហើយជាទូទៅគឺគេប្រើឃ្លាឃ្លាដែលពេលខ្លះយើងមិនងាយបានជួបទេចំពោះអ្នកដែលរៀនភាសាអង់គ្លេសទូទៅអីមិនសូវបានជួបទេតើតអ្នករៀនខាងបកប្រែអត្ថបទកសែតអីផ្សេងហ្នឹងទើបយើងអាចប្រទះឃើញពាក្យមួយចំនួននឹងច្រើនឧទាហរណ៍ដូចជាពាក្យនេះមួយអញ្ចឹងពាក្យនេះបើយើងទូទៅយើងមិនហ៊ានប្រើទេខ្ញុំក៏មិនហ៊ានប្រើដែរនេះគេថាម៉េចនេះស៊ីម៉ង់តែយើងមិនហ៊ានបកថាស៊ីម៉ង់កើតអាហ្នឹងមានថាពង្រឹងណាស៊ីម៉ង់ធ្វើឲ្យរឹងរឿងគឺស៊ីម៉ង់ហើយអញ្ចឹងគេប្រើពាក្យហ្នឹងហើយចំពោះឃ្លានេះល្អដែរខ្ញុំឃើញគេប្រើដែរនេះ comprehensive strategic partnership យើងបកបញ្ចុងមកមុននេះភាពជាដៃគូ strategy យុទ្ធសាស្ត្រ
comprehensive នឹងយើងទូទៅបតកាយល់ដឹងតែកន្លែងនេះមានថាគ្រប់ជ្រុងជ្រោយណា comprehensive strategic partnership ពីដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអញ្ចឹងលោកអ្នកអាចទៅមើលលិខិតផ្លូវការនឹងបានហើយយើងរៀនបកប្រែខ្លួនឯងបន្ថែមទៀតទៅអូខេអញ្ចឹងខ្ញុំអត់បកប្រែទេដោយសារតែលិខិតនេះគឺមានបកប្រែជាផ្លូវការហើយអញ្ចឹងក៏បកប្រែនំខុសលោកអ្នកអាចទៅមើលច្បាប់ដើមបានដោយខ្លួនឯងណាទាក់ទងជាមួយនឹងអត្ថបទស្ដីអំពីpress release ស្ដីប្រកាសព័ត៌មានទាក់ទងទស្សនកិច្ចរបស់ប្រធានាធិបតីប្រទេសចិនមកប្រទេសកម្ពុជារបស់យើងអញ្ចឹងរឿងប្រទេសចិននិងប្រទេសអាមេរិកនេះកំពុងតែបន្ទូប្រទេសនៅដែររឿងទាក់ទងជាមួយនឹង tariff ពន្ធនាំចូលហ្នឹងឥឡូវឡើង100ជាង%125លើកនេះឡើង145ទៀតហើយអូខេអញ្ចឹងវីដេអូខ្លីនេះមានតែប៉ុណ្្នឹងឯងលោកអ្នកអាចសិក្សាស្វែងយល់អំពី vocabulary ទាក់ទងជាមួយនឹង structure ទាក់ទងជាមួយនឹង grammar ផ្សេងៗនៅក្នុងលិខិតផ្លូវការនេះបានលោកអ្នកអាចសិក្សាបានខ្លួនឯងណាហើយលោកអ្នកចង់សិក្សាទាក់ទងជាមួយនឹងការបកប្រែរបស់កាសែតខ្ញុំក៏មានថ្នាក់បកប្រែរបស់កាសែតតាមវីដេអូដែរយើងរៀនតាមវីដេអូ clip លោកអ្នកអាចរៀនយ៉ាងណាក៏បានដែរចឹងយើងរៀនតាមវីដេអូបកប្រែរបស់កាសែតទៅយើងចេះពាក្យបានច្រើនហើយយើងមើលបានច្រើនដងមើលពេលណាក៏បានដែរចង់មើលពេលណាដែលយើងទៅលេងមើលទៅហើយបើមានអ្នកឆ្ងល់អាចសួរខ្ញុំបានអរគុណជួបគ្នានៅវីដេអូក្រោយ